và chuẩn bị xua đây bằng ôn tiếng ở khía để khăn ông video này là kêu một đọt sài lùm hạt mùi tiệt thấy cứ lùm hạt sẽ toàn hạt phiếp nâng cùng đầu chẳng lùm hạt này riêng của bạn tích và xâm nhập ôn nhẹ sắc xả này gọi là bây giờ là dương bậc cài với phía bậc cài kết yên ai đừng nghi dồn và nghi dồn chẳng lùm hạt này cứ kê miền tức pi rồi gram miền sẽ toàn là phiếp 80 องศา C và sẽ toàn là phiếp 80 องศา C bởi sân thì dương kết cứ chia từ cái đầu hơi pro sẽ toàn là phiếp làm ở 80 hơi nhéត្រូវបានចាក់លាយចូលទឹកត្រជាក់សំទោសទឹក100 ក្រាមដែលមានសីតុណ្ហភាព 20 អង្សា C អញ្ចឹងទឹកនេះគឺជាទឹកត្រជាក់នៅពេលដែលគេចាក់ចូលគ្នាគេឲ្យយើងរកសីតុណ្ហភាពនៃល្បាយនេះតើនៅពេលដែលគេចាក់ទឹកក្តៅទឹកត្រជាក់ចូលគ្នាតើក្រោយពេលដែលចាក់រួចសីតុណ្ហភាពរបស់វានឹងស្មើប៉ុន្មានណាបាទស្មើប៉ុន្មានជាការសម្រួលលោកគ្រូមានរូបពួកយើងមើលបាទខ្ញុំតាំងបាទពងខាងនេះទឹកបាទទឹកខាងនេះជាទឹកក្តៅមាន 200 ក្រាមខាងនេះទឹកត្រជាក់ 100 ក្រាមហើយខ្ញុំតាំងT1 គឺ80 អង្សា C ដែលជាសីតុណ្ហភាពរបស់ទឹកក្តៅបាទT2 គឺ 20 អង្សា C ដែលជាសីតុណ្ហភាពរបស់ទឹកត្រជាក់ហើយនៅពេលដែលចាក់ចូលគ្នានៅក្នុងនេះខាងក្រោមនេះរូបខាងក្រោមនេះគឺជាសីតុណ្ហភាពនៃល្បាយតែស្មើប្រមាណអូខេអញ្ចឹងដំណោះស្រាយខ្ញុំដាក់ថាគណនាសីតុណ្ហភាពនៃល្បាយមុននឹងចូលដំណោះស្រាយយើងនឹកគិតទៅដល់រូបមន្តបរិមាណកម្ដៅបាទគុយស្មើនឹង mc delta t ដែល m គឺជាម៉ាស់ c គឺជាកម្ដៅម៉ាស់អង្គធារាវបាទកម្ដៅម៉ាស់ទឹកយើងសិក្សាទឹកជាកម្ដៅម៉ាស់ទឹកតម្លៃវាស្មើនឹង 4190 ស៊ូលក្នុងគីឡូក្រាមអង្សា C ប៉ុន្តែក្នុងលំហាត់នេះខ្ញុំអត់យកមកប្រើទេដោយសារតែយើងសម្រួលគ្នាបានណាអូខេអញ្ចឹង delta t គឺយើងយកសីតុណ្ហភាពស្រេចដកសីតុណ្ហភាពដើមមានន័យថាក្រោយពេលដែលចាក់ទឹកចូលសីតុណ្ហភាពស្រេចស្មើប្រមាណណាអញ្ចឹងកន្លែងនេះមកអញ្ចឹងខ្ញុំសរសេរថាបរិមាណកម្ដៅទឹកក្តៅបញ្ចេញអញ្ចឹងកន្លែងនេះគឺចង់សំដៅថានៅពេលដែលយើងចាក់ទឹកក្តៅចូលលាយជាមួយទឹកត្រជាក់ទឹកក្តៅគឺបញ្ចេញកម្ដៅណាបញ្ចេញអញ្ចឹងបរិមាណកម្ដៅដែលទឹកក្តៅបញ្ចេញរីឯទឹកត្រជាក់គឺស្រូបប្រូសីតុណ្ហភាពរបស់វាទៀតអញ្ចឹងវាត្រូវការស្រូបកម្ដៅពីទឹកក្តៅហើយដល់ពេលទឹកក្តៅស្រាប់ហើយអញ្ចឹងត្រូវការបញ្ចេញកម្ដៅខ្លះឲ្យទៅទឹកត្រជាក់ដើម្បីឲ្យខ្លួនឯងហ្នឹងមានសីតុណ្ហភាពមួយគឺសីតុណ្ហភាពល្បាយនឹងឯងណាអញ្ចឹងខ្ញុំសរសេរថាគុយ1ដែលជាបរិមាណកម្ដៅទឹកក្តៅបញ្ចេញស្មើនឹងម៉ាស់ទី1បាទម៉ាស់របស់ទឹកក្តៅគុណនឹង C ដែលជាកម្ដៅម៉ាស់ទឹកបាទខ្ញុំតាំង C ទៅទេអត់តាំង C1 ទេ delta t ខ្ញុំយក T1 ដក T ពីព្រោះខ្ញុំគិតមើលសីតុណ្ហភាពបំរែបំរួលសីតុណ្ហភាពគឺយើងយកអាក្តៅអាធំដកអាតូចអញ្ចឹងយើងឃើញថាសីតុណ្ហភាព T1 នេះគឺ 80 អង្សា C ណា80 អង្សា C ចាក់ចូលទៅបាន T អញ្ចឹង T ហ្នឹងគឺច្បាស់ជាមានតម្លៃតូចជាង T1 ហើយអត់អាចធំជាង T1 ទេណាព្រោះបំរែបំរួលគឺយើងយកអាធំដកអាតូចសំទោសបំរែបំរួលសីតុណ្ហភាពគឺយើងយកអាធំដកអាតូចដែលអាធំយើងគឺ 80 នៅពេលដែល 80 ចាក់ចូលជាមួយទឹកត្រជាក់នោះសីតុណ្ហភាពនឹងថយចុះអញ្ចឹងគឺយកសីតុណ្ហភាពទឹកក្តៅដល់សីតុណ្ហភាពនៃល្បាយអញ្ចឹងខ្ញុំជំនួសតែម្ដងគឺដោយសារតែបើម៉ាស់ទឹក 0.2 សំទោសម៉ាស់ទឹក200 ក្រាមខ្ញុំបំបែកទៅគីឡូគឺបាន 0.2 គីឡូក្រាមតែនេះអញ្ចឹងខ្ញុំដាក់ 0.2 C ខ្ញុំទុក C ដដែលហើយសីតុណ្ហភាព T1 គឺតម្លៃ 80 អង្សា C ណាបាទ80ជំនួស 80ហើយអ្វីដែលយើងត្រូវរកគឺរក T នេះអាសាធី T នេះគឺជាសីតុណ្ហភាពនៃល្បាយអញ្ចឹង 80 ដក T បន្តមកទៀតយើងប្រាប់គេមួយទៀតថាបរិមាណកម្ដៅទឹកត្រជាក់ស្រូបវិញម្ដងអូខេទឹកត្រជាក់ស្រូបយើងតាំងជាគុយ2ប្រហែលគុយ2ស្មើនឹងម៉ាស់របស់ទឹកត្រជាក់
គុណជាមួយនឹងបាទកំដៅម៉ាស់ទឹកតម្លៃដូចគ្នាទេបាទព្រោះជាប្រភេទទឹកដូចគ្នាខុសតែសីតុណ្ហភាពហើយកន្លែងនេះ delta T គឺខ្ញុំយកសីតុណ្ហភាពលបាយដកជាមួយនឹងសីតុណ្ហភាពទឹកត្រជាក់ហេតុអីបានខ្ញុំអាចយកបែបនេះបានយើងត្រូវវិភាគមើលបាតុភូតទឹកក្តៅ80អង្សាសេហើយចាក់ចូលទៅក្នុង20អង្សាសេកម្ដៅវាមិនអាចក្រោម20ទេគឺអាចលើស20អានេះអាចក្រោម20គឺលើស20ប៉ុន្តែมันអាចលើស80ទេព្រោះក្តៅហើយទៅប៉ះជាមួយត្រជាក់គឺច្បាស់ណាស់គឺវានឹងត្រជាក់តិចតិចអ៊ុនអ៊ុនអញ្ចឹងទៅណាក្តៅអ៊ុនអ៊ុនដូចគេថាអញ្ចឹងណាអញ្ចឹងតម្លៃម៉ាស់ M2 បាទ100ក្រាមខ្ញុំបំបែកទៅគីឡូក្រាមគឺបាន 0.1 គីឡូក្រាមសេខ្ញុំទុកសេដដែលហើយបានទេនេះទុកទេហើយដកនឹងទេ2គឺ20អង្សាសេបាទបន្តមកទៀតចាក់ចូលគ្នាហើយពេលនោះបរិមាណកម្ដៅទឹកទាំងពីរគឺស្មើគ្នាហើយព្រោះលបាយមួយមានលំនឹងហើយកម្ដៅមានលំនឹងកម្ដៅហើយអញ្ចឹងយើងសរសេរបរិមាណកម្ដៅទឹកក្ដៅបញ្ចេញគឺស្មើនឹងបរិមាណកម្ដៅដែលទឹកត្រជាក់ស្រូបអញ្ចឹងបើវាស្មើគ្នាយើងអាចសរសេរថាម៉េចគេថាគុយ1ស្មើគុយ2អញ្ចឹងគុយ1ខ្ញុំយកស្មើនឹង 0.2C កតានឹង80ដក T ហើយគុយ2គឺ 0.1C កតានឹង T ដក20អញ្ចឹងបានប្រព័ន្ធនេះមកនេះជាតម្លៃគុយ1ខាងនេះនេះជាតម្លៃគុយ2ទាំងពីរនេះបានហើយយើងបាទខ្ញុំឃើញខាងនេះ 0.2C ខាងនេះ 0.1C C សម្រួលចោលទៅ 0.2 ខ្ញុំអាចសរសេរថា2គុណនឹង 0.1 អញ្ចឹង 0.1 អង្គបាទ 0.1 អង្គមកខាងនេះបើសិនខ្ញុំបំបែកបាន2គុណនឹង 0.1 ហើយខាងនេះ 0.1 អញ្ចឹង 0.1 សម្រួល 0.1 ទៅខាងនេះសល់បាទសល់2អញ្ចឹង2អានេះ80ដក T ស្មើនឹង T ដក20អូខេអញ្ចឹងបន្តមកទៀតខ្ញុំគុណពលាត2គុណនឹង80បាន160 2គុណនឹងដក T បានដក 2T ខាងនេះទុកដដែលអញ្ចឹងបាន160ដក 2T ស្មើនឹង T ដក20ខ្ញុំទុក160ខាងនេះហើយបោះ20មកខាងអង្គមកខាងT ខ្ញុំទុកអង្គមកខាងនេះហើយខ្ញុំបោះ 2T ទៅកណ្ដោអញ្ចឹងយើងបានម៉េច160ទុកដដែលបោះ 20T មកអង្គទី1មកអង្គមកខាងមុខនេះហើយមកយើងបោះមកគឺយើងឃើញថាបានបូក20ជាមួយនឹងបូក60បានបូក180ដក 2T បោះមកអង្គមកខាងបានសំទោសដក 2T បោះមកអង្គខាងបានបូក 2T បូក 2T ហើយនឹង T បាន 3T អញ្ចឹងនាំឲ្យ T បាន180ចែកនឹង3អញ្ចឹងចែកទៅគឺបាន60អង្សាសេតែនេះគឺជាតម្លៃនៃសីតុណ្ហភាពលបាយហើយក្នុងវីដេអូនេះលោកគ្រូមានតែប៉ុណ្្នេះទេហើយបើសិនជាបងប្អូនមានចម្ងល់អាចសួរបន្ថែមបានហើយអរគុណសម្រាប់ការតាមដានដូចជាការចាត់ទុកដាក់សូមអធិស្ឋានរកកំហុសខុសឆ្គងដោយអចេតនាបាទសូមអរគុណសូមបញ្ចប់តែប៉ុណ្្នេះ